ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកថតសកម្មភាពដកពូជស្ពៃខ្មៅពូជរបស់ចិនណាបងប្អូនតែមុនពេលដកហ្នឹងគឺខ្ញុំថតពីទេសភាពការជប់រត់សិនបងប្អូនដឹងស្រាប់ហើយពូជស្ពៃខ្មៅគុំចិននេះគឺវាមិនមែនដើមតូចៗដូចពូជស្ពៃខ្មៅយើងទេគឺគុំរបស់វាធំយើងដាំហូបលក្ខណៈគ្រួសារបេះតែ 4-5 ធាងហ្នឹងគឺបានមួយស្លហើយបងប្អូនហើយនេះគឺជាសកម្មភាពបងស្រីខ្ញុំគាត់កំពុងតែដកពូជស្ពៃខ្មៅជើងនេះគឺជាជើងចុងក្រោយបងប្អូនអញ្ចឹងវាមិនជាគុំធំអីទេភាសាអាគុំធំដើមល្អហ្នឹងគឺខ្ញុំដកពីដំបូងហើយអស់ហើយអញ្ចឹងទៅឥឡូវនេះវាចាប់ដើមចេញផ្កាហើយខ្ញុំអត់ចង់ឲ្យវាចេញផ្កាច្រើនទេឲ្យទុកឲ្យវាចេញតែម្ដងឬក៏ពីរដើមខ្ញុំក៏សម្រេចថាដកទាំងអស់យកមកស្រស់ទុកធ្វើជ្រក់ហើយខ្លះទៀតក៏ស្រស់ទុកដាក់ក្នុងទូក៏ទុកហូបពេលក្រោយព្រោះអីពូជស្ពៃខ្មៅនេះគឺយើងអាចយកទៅធ្វើម្ហូបបានច្រើនធ្វើមាន់ស្ពៃខ្មៅក៏បានជ្រក់ក៏បានឬក៏យើងស្ងោរស្លំជូរអីក៏បានដែរហើយរសជាតិរបស់វាឆ្ងាញ់ហើយបើសិនជាបងប្អូនយកទៅដាំលក្ខណៈគ្រួសារក្នុងមួយកញ្ចប់គឺដាំបានច្រើនណាស់បងប្អូនគឺមិនដាំបានតិចតួចទេព្រោះគ្រាប់វាចូលរាប់រយគ្រាប់បងប្អូនដែលត្រូវការគ្រាប់ពូជស្ពៃខ្មៅចិននេះក៏ខ្ញុំអត់ទាន់មានលក់ដែរដោយសារតែវាអស់ស្តុកយូរបងប្អូនអញ្ចឹងវាអត់ទាន់ចូលហើយនេះគឺជាស្ពៃខ្មៅដែលបានស្រស់ហើយបងប្អូនស្រស់ហើយយើងអាចយកទុកទូកក់បានដែរគឺចង់ហូបពេលណាអាចយកមកហូបបានព្រោះអីយើងស្រស់បែបនេះគឺទុកបានយូរសិនជាយើងអត់ស្រស់ទេហើយយកទៅទុកគឺដឹងតែលយតែម្ដងសម្រាប់ស្ពៃខ្មៅនេះមិនថាស្ពៃខ្មៅឬក៏ស្ពៃជ្រក់ទេបងប្អូនពេលដែលយើងស្រស់គឺយើងស្រស់ជូរទេស្រស់ត្រឹមតែមួយសពបហើយយើងលើកវាមកព្រោះកាលណាយើងស្រស់យូរពេកវាលយយើងយកទៅធ្វើជ្រក់គឺអត់កើតទេហើយនេះគឺជាកញ្ចប់ពូជស្ពៃខ្មៅពូជរបស់ចិនបងប្អូនមើលរូបរាងរបស់វាក៏ដូចពូជស្ពៃខ្មៅយើងធម្មតាដែរ